សួស្តីអ្នកទាំងអស់គ្នាមកកាន់ Channel YouTube ខ្ញុំសាច់ជាថ្ងៃនេះខ្ញុំមានវីដេអូមួយចែករំលែកអំពីការ add list ដែលយើងប្រើប្រាស់យកពី file app ទៅដាក់នៅក្នុង list app អញ្ចឹងជាដំបូងយើងចូលទៅក្នុង file project របស់យើងហើយ open វាមកអានោះគឺជា comment ដែលយើងបើក project យើងសាកមើលហើយអានេះគឺជា result ដែលយើងមានដូចជា list ហើយមាន input name age ហើយនិង position និយាយរួមទៅអាកន្លែង position ហ្នឹងយើងចង់ដាក់អីក៏បានដែរហើយខាងក្រោមគឺជា list អញ្ចឹងយើងអាច add ឈ្មោះហើយ add អាយុ add position ចង់ដាក់អីដាក់ទៅយើងអាចដាក់តាមទីចិត្តយើងចង់អញ្ចឹងទៅខាងក្រោមបើសិនជាយើង add កន្លែង button add user វានឹងចេញ list ឲ្យយើងនៅខាងក្រោមអញ្ចឹងខាងក្រោមនេះគឺជា list ដែលយើងបាន admin គឺវាមានឈ្មោះ Elise ហើយយើងអាចremove user នឹងចេញបើសិនជាយើងអត់ចង់ទៅវាយើងអាច remove button remove ហើយយើងអាច remove វាម្ដងមួយឬក៏យើងចង់ clear វាទាំងអស់ក៏បានដូចគ្នាប៉ុន្តែនៅពេលដែលយើង refresh គឺវាអត់មកវិញទេដោយសារតែយើងប្រើប្រាស់ local storage អញ្ចឹងយើងមកមើលបន្ទាប់នៅក្នុងកូដរបស់យើងថាយើងសរសេរអីគេខ្លះអញ្ចឹងនៅក្នុងកូដរបស់យើងមើលខាងលើហ្នឹងនៅក្នុងហ្នឹងវាមាន file 2គឺមាន file list ហើយនិង file app ដែល file list ហ្នឹងគឺយើងដាក់នៅក្នុង component អញ្ចឹងយើងមើលទី1ហ្នឹងវាមាន count ហើយ save to local storage គឺមានន័យថាយើងប្រើប្រាស់ local storage ដើម្បីកុំឲ្យនៅពេលដែលយើង refresh ទៅវាមកវិញអញ្ចឹងទៅយើងដាក់ local storage ហើយនៅខាងក្រោមវាមាន on mount ហើយខាងក្រោមមួយទៀត click កន្លែង add click ហ្នឹងមានន័យថាយើងចង់ចុច add user យើងថ្មីហើយយើងមកមើលនៅក្នុង file list តើយើងសរសេរអីគេខ្លះអញ្ចឹងនៅក្នុង file list ហ្នឹងយើងមាន image មួយដែលមានន័យថាយើងប្រើពីកូនទៅកាន់មេបោះវិញហើយយើងក៏មាន define prop ដែលកន្លែងហ្នឹងយើងដាក់ type មានន័យ object គឺ list ដែលយើងប្រើប្រាស់មិញហ្នឹងឯងហើយវា file true ហើយនៅខាងក្រោមយើងដាក់ index ហើយ number ហើយយើងដាក់ require true ចំណែកឯខាងក្រោមហ្នឹងគឺយើង define image អញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំវាមានតែប៉ុណ្្នឹងឯងសូមអរគុណសម្រាប់ការទស្សនា